Hello ជំរាបសួរសួស្តីទាំងអស់គ្នាចាស្វាគមន៍សម្រាប់អ្នកដែលកំពុងតែមើលវីដេអូនេះសម្រាប់វីដេអូនេះយើងមកមើលរិស័យសម្រាប់អ្នកឆ្នាំរោងនៅក្នុងខែ11យ៉ាងណាដែរណាចាអញ្ចឹងមើលអ្នកឆ្នាំរោងនៅក្នុងខែ11តើស្ថានភាពរបស់យើងយ៉ាងណាដែរចាមើលយើងមើលអំពីគោលនៅក្នុងខែ11មើលអ្នកឆ្នាំរោងការងារយើងមានភាពរញ៉េរញ៉ៃបន្តិចណាអត់សូវទទួលបានលទ្ធផលល្អទេពាក់ព័ន្ធជាមួយនឹងការងារហ្នឹងហើយខត់ជាមួយនឹងការងារច្រើនត្រូវរត់ច្រើនណាចាត្រូវរត់ផងនិយាយទៅធ្វើការងារដែលយើងអត់បានរំពឹងទុកច្រើនមែនតើនៅក្នុងខែ11ឥឡូវយើងមើលអំពីការងារយើងវិញចាឃើញថាសប្បាយចិត្តជាមួយនឹងការងារមានលទ្ធផលជាមួយនឹងការងារឃើញថាល្អចាឃើញថាការដែលធ្វើការពាក់ព័ន្ធជាមួយមនុស្សប្រុសណាឃើញថាល្អមែនតើសម្រាប់អ្នកឆ្នាំរោងចាមានការគ្រប់គ្រងមានការឲ្យតម្លៃមានការលើកទឹកចិត្តពីមេនៅក្នុងនេះក៏យើងមានអារម្មណ៍ថាកៀងខ្លះដែរមានរឿងខ្លះធ្វើឲ្យយើងអត់សប្បាយចិត្តជាមួយនឹងការងារយើងណាកៀងទី1ទៀតអាចទី2ទៀតអាចនិយាយបានថាហ្នឹងហើយអ្វីដែលយើងរំពឹងទុកនៅក្នុងរឿងការងារអត់បានសម្រេចខកបំណងអីជាដើមណាចាហ្នឹងហើយឬក៏ការងារដែលយើងត្រូវធ្វើសម្រេចហ្នឹងអត់បានទេចាមានការកៀងមួយរយៈនៅក្នុងចុងខែចាអូខេឥឡូវយើងមើលទៀតមើលពាក់ព័ន្ធជាមួយនឹងលុយកាក់យ៉ាងម៉េចដែរក្នុងខែ11នេះលុយកាក់យើងរៀងមានបញ្ហាទីដល់ចូលដើមខែណាចំណាយច្រើនកៀងអត់ចូលលុយអត់សូវបានទេប៉ុន្តែគ្រាន់ថាมันជាបញ្ហាយើងអាចដោះបាននៅក្នុងរឿងលុយកាក់របស់យើងទោះបីជាវារកចំណូលមិនបានច្រើនប៉ុន្តែយើងអាចដោះបានมันជាបញ្ហាលុយអាចពង្វល់បានណាចាយមកស្រួលខ្លួនចានិយាយថាចាយមកស្រួលខ្លួនទោះបីជាមានការកៀងណាអញ្ចឹងសម្រាប់នៅក្នុងខែ11ណាពាក់ព័ន្ធមនុស្សឆ្នាំរោងណារឿងលុយរឿងកាក់រៀងពិបាកបន្តិចដោយសារបានថាតាពង្វល់ទេតែអន្សំអត់បានអត់មានលុយសល់នឹងខ្លួនណាចាឃើញថាល្អទេចាអូខេឥឡូវយើងមើលតទៅទៀតតកតងក្នុងតំណែងស្នេហាមនុស្សរោងមិនដែរเนาะមើលរឿងស្នេហាសម្រាប់មនុស្សប្រុសណាឃើញថានឹងមានមនុស្សស្រីពាក់ព័ន្ធនៅក្នុងជីវិតយើងណាជាមនុស្សស្រីប្រកែស្អាតឆ្លាតអីចាជាដើមអីចឹងទៅមនុស្សស្រីមើលទៅហាយសូអ្នកមានណាចាអត់អីទេល្អនៅក្នុងតំណែងស្នេហាលុយកាក់ឃើញថាបានលុយអំពីដៃគូស្នេហាយើងផ្ដល់ឲ្យចានៅក្នុងហ្នឹងអូខេទៀតណាឃើញថាពាក់ព័ន្ធជាមួយនឹងជីវិតដៃគូស្នេហាប្តីប្រពន្ធឃើញថាល្អមានការយល់គ្នាច្រើនណាឃើញថាល្អច្រើនមែនតើណាប៉ុន្តែនៅក្នុងនេះដែរពាក់ព័ន្ធជាមួយនឹងឯកសារលិខិតស្នាមណាអ្នកដែលណាចង់បែកបាក់លេងលះអីលេងមិនតាន់ដាច់អីនៅប្រទីងបន្ទុំគ្នាខែ11នឹងដាច់ស្រេចហើយជោគជ័យនៅក្នុងឯកសារលិខិតស្នាមប្តីប្រពន្ធជាដើមណានឹងខ្ញុំនិយាយអ្នកដែរមានបញ្ហាមុនខែ11ប៉ុន្តែសម្រាប់ដល់ទៅពេលខែ11ហ្នឹងអត់មានអ្នកឆ្នាំរោងអត់មានករណីលេងលះឬក៏បែកបាក់ដោយសារឯកសារអីទេប៉ុន្តែសម្រាប់អ្នកដែលកៀងជាមួយឯកសារអីចឹងណាឃើញថាអាចនឹងមានបញ្ហាដោយសារលិខិតនៅកៀងហ្នឹងអាចថាដោះស្រាយបានមិនបញ្ហាគឺថាដោះស្រាយបានអាចថាបានជោគជ័យចាធ្វើឯកសារលិខិតស្នាមក្នុងតំណែងស្នេហាហ្នឹងបានដោយជោគជ័យសម្រេចចាអញ្ចឹងអរគុណច្រើនមែនតើណាសម្រាប់អ្នកឆ្នាំរោងជូនពរសំណាងល្អជួបគ្នាវីដេអូក្រោយណាបាយបាយ